នេះគឺជាចង្ក្រានលីងស្រូវសម្រាប់យកធ្វើជាអំបុកនៅខាងស្រុកថ្មគូលខេត្តបាត់ដំបងហើយកន្លែងបោះបងស្រីនេះគឺគាត់អត់មានប្រើជាអង្រែឬក៏ត្បាល់សម្រាប់ផលិតចេញជាអំបុកទេគឺគាត់ប្រើម៉ាស៊ីនមួយឈុតតែម្ដងតាំងពីការលីងគ្រាប់ស្រូវយកស្រូវទៅគៀបយកទៅកិនឲ្យរៀងសំប៉ែតដោយអំបុកដែលយើងបុកដៃហ្នឹងគឺប្រើសុទ្ធតែជាម៉ាស៊ីនទាំងអស់តែម្ដងមួយថ្ងៃគឺគាត់អាចផលិតបានច្រើនខ្លាំងមែនតើបើគិតជាគីឡូវិញគឺដល់រាប់តោនស្រូវឯនោះបងប្អូនហើយបើគិតជាបេហ្នឹងមួយថ្ងៃហ្នឹង150បេក៏មានដែរអាស្រ័យទៅលើការកម្មង់របស់បងប្អូនទាំងអស់គ្នាណាហើយកន្លែងមួយនេះមិនមែនចេះតែយកស្រូវមកធ្វើជាអំបុកទេគឺគាត់រើសខ្លាំងមែនតើសពថ្ងៃនេះគឺគាត់យកតែប្រភេទស្រូវផ្កាម្លិះនិងនាងខុនយកមកឆ្នៃធ្វើចេញជាអំបុកលក់ឲ្យបងប្អូនទាំងអស់គ្នាចឹងហើយបងប្អូនអាចតាក់ទងមកកម្មង់គាត់បានឬក៏មកដល់ទីតាំងក៏បានដែរសម្រាប់អនាម័យវិញដូចឃើញនៅក្នុងវីដេអូអញ្ចឹងគឺស្អាតខ្លាំងមែនទែនមិនមែនខ្ញុំមកថតឲ្យបងគាត់រៀបចំអីទេក្រុមការងារមកនេះគឺអត់មានប្រាប់បងស្រីឬក៏បងប្រុសដែលជាម្ចាស់ទីតាំងធ្វើអំបុកហ្នឹងឲ្យដឹងមុនទេមកដល់ភ្លាមគឺសូមគាត់ថតភ្លាមតែម្ដងចឹងហើយកន្លែងគាត់គឺស្អាតអត់មានថង់មើលទៅកក្រិចអីគឺអត់សោះតែម្ដងដំបូងឡើយគឺគាត់មានកន្លែងស្តុកស្រូវហើយស្រូវទាំងអស់នេះគឺគាត់លាងឲ្យស្អាតអត់មានឲ្យជាប់ដីជាប់អីមិនមែនយកមកចាក់ចេញតែពីបេហ្នឹងគឺយកទៅលីងភ្លាមអត់ទេគឺគាត់លាងទឹកឲ្យស្អាតហើយបានចាប់ផ្ដើមយកដាក់ចូលទៅក្នុងឆ្នាំងហើយឆ្នាំងរបស់គាត់នេះគឺគាត់ប្រើប្រភេទ motor សម្រាប់លីងសម្រាប់ជ្រោយសម្រាប់អីចឹងទៅហើយមកខាងគឺមាន7ឆ្នាំងចឹងហើយសរុបទាំងសងខាងគឺមាន14ឆ្នាំងការលីងនេះគឺមានរយៈពេលខ្ទង់ប្រហែលជា10នាទីជាង12ទៅ15នាទីហ្នឹងគឺល្មមហើយមុននឹងគាត់យកចេញពីឆ្នាំងហ្នឹងគឺគាត់យកដៃទៅចាប់ដោយផ្ទាល់តែម្ដងដើម្បីឲ្យប្រកាសថាស្រូវទាំងអស់នេះគឺបានឆ្អិនរួចហើយក្រោយពីឆ្អិនហ្នឹងគឺគាត់ចាប់ផ្ដើមយកស្រូវយកទៅដាក់ចូលទៅក្នុងម៉ាស៊ីនមកតង់សិនដែលម៉ាស៊ីនហ្នឹងគឺមានតួនាទីបកគ្រាប់ស្រូវចេញពីអង្គបន្ទាប់មកទៀតបានចាប់ផ្ដើមយកអង្គហ្នឹងយកទៅដាក់ចូលទៅក្នុងម៉ាស៊ីនគៀបដែលធ្វើឲ្យចេញទៅជាអំបុកហ្នឹងឯងដូចបងប្អូនឃើញអញ្ចឹងគឺ3គ្រឿងនៅទន្ទឹមគ្នានៅពេលដែលកិនសំប៉ែតចេញជារូបរាងអំបុកហើយហ្នឹងក៏មិនទាន់សម្រេចដែរគឺយើងត្រូវប្រមូលអង្គដែលកិនចេញជារូបរាងសំប៉ែតហើយហ្នឹងយកទៅដាក់នៅលើម៉ាស៊ីនរែងមួយទៀតដែលម៉ាស៊ីនរែងហ្នឹងគឺមានតួនាទីបែងចែករវាងអំបុកដែលយើងអាចញ៉ាំបានហើយនឹងមួយទៀតគឺហៅថាប្រភេទកតុហើយកតុនេះក៏គាត់ទុកលក់ដែរគឺ1គីឡូគាត់បានដល់7-800ឯណោះហើយសម្រាប់ថ្លៃអំបុកហ្នឹងរាល់ថ្ងៃហ្នឹងគឺគាត់លក់ជាបេដែលមួយបេហ្នឹងគឺគាត់លក់150,000ចឹងហើយបងប្អូនដែលត្រូវការចំនួនប្រមាណក៏ដោយអាចតាក់ទងមកគាត់បានប្រមាណក៏គាត់អាចធ្វើបានដែរខ្ញុំជឿថាបងប្អូនខ្លះនៅពេលដែលឃើញកន្លែងបងប្រុសបងស្រីគាត់ធ្វើអំបុកដោយប្រើម៉ាស៊ីនអញ្ចឹងច្បាស់ជាមានការព្រួយបារម្ភហើយថាខ្លាចបាត់បង់នៅអត្តសញ្ញាណនៃការធ្វើអំបុកព្រោះថាការធ្វើអំបុករបស់យើងពីដើមគឺយើងប្រើត្បាល់និងរ៉ែដោយប្រើកម្លាំងមនុស្សអញ្ចឹងទៅប៉ុន្តែត្រង់ចំណុចកន្លែងនេះសម្រាប់បុរាណក៏យើងមិនចោលដែរហើយសម័យក៏យើងមិននៅស្ងៀមដែរយើងត្រូវរិះរកមធ្យោបាយធ្វើយ៉ាងណាឲ្យការផលិតរបស់យើងមានបរិមាណមានចំនួនច្រើនដើម្បីយើងអាចប្រកួតប្រជែងនៅលើទីផ្សារបានហើយបើអាចនាំចេញទៅក្រៅទៀតក៏ជារឿងមួយដែលល្អដែរសម្រាប់ប្រទេសជាតិរបស់យើងបងប្អូនអើយសុទ្ធតែអំបុកគាត់ធ្វើម្ដងទាំង3ណាប៉ុន្តែអំបុកអស់ហ្នឹងមិនគាត់បុកដោយដៃទេគឺគាត់ធ្វើដោយកិនម៉ាស៊ីនបាទហើយកន្លែងបងកន្លែងធំជាងគេបងណាហើយអាចចេញបាន100បេមួយថ្ងៃ100បេហ្នឹងចុះដល់ពេលអានេះបេនេះអីគេបងត្រូវប្រាប់យកមកធ្វើហ្នឹងមែនអានេះបងទិញគេអត់ដាំខ្លួនឯងហើយអស់ហើយបងជន់ដល់ទៀតសាក់ឲ្យជន់ដល់បាទនោះបងប្អូនមើលទៅក្នុងនោះគាត់តែកន្លែងគាត់ធ្វើឥឡូវចាំមើលខ្ញុំចូលទៅដល់កន្លែងបងគាត់លីងអានេះគេហៅលីងស្រូវបងណាអានេះលទ្ធផលចុងក្រោយប៉ុន្តែឥឡូវអត់ទាន់ឲ្យបងប្អូនមើលទៅមើលកន្លែងលីងដំបូងសិននេះម្ចាស់អំបុកនេះដំបូងគាត់យកស្រូវយកមកសម្អាតនៅកន្លែងនេះកន្លែងគាត់ទុកស្រូវគាត់លាងហើយគាត់យកមកទុកនៅក្រោយពីលាងស្អាតហើយគាត់ចាប់ផ្ដើមយកមកដាក់នៅលើនេះកទេលរបស់គាត់មានជាកធុនអីចឹងទៅគាត់បួលដាក់ឲ្យពេញចឹងទៅហើយនោះបងមួយថ្ងៃធ្វើការនៅនឹងហត់ណាបងប្អូនអើយព្រោះតឡនេះឡកម្ដៅដល់ពេលចឹងគាត់យកស្រូវយកមកដាក់ចូលនៅក្នុងឆ្នាំងរបស់គាត់ហើយឆ្នាំងគាត់រៀបជាជួរចឹងទៅមើលខ្ញុំរាប់ឲ្យមើល1 2 3 4 5 6 7មកខាង7ខាងនេះ7ទៅនោះ7ចឹងទាំងអស់វា14ឆ្នាំងសម្រាប់ពវល់របស់គាត់ហ្នឹងគាត់ភ្ជាប់ជាមួយម៉ូទ័រនេះម៉ូទ័រគាត់មានតាក់ខ្សែពៀនចឹងទៅហើយគាត់ដាក់ច្រវាក់ហ្នឹងមកជុំនិយាយរួមមកជុំឆ្នាំងរបស់គាត់ហ្នឹងបងប្អូនមើលពីខាងនេះមើលពីលើទៅឃើញនៅពេលដែលគាត់ដាក់ឆ្នាំងចូលចឹងទៅគាត់ចាប់ផ្ដើមកាច់ម៉ូទ័ររបស់គាត់ពវល់លេងហើយកន្លែងនេះសិតតឡរបស់គាត់គឺគាត់ដុតអង្កាមនៅខាងក្រោមសិតតែភ្លើងក្រហមណាចឹងហើយនៅពេលដែលលេងរហូតទៅវាឡើងរៀងផ្ទុះមួយចឹងទៅ
បានគាត់ចាប់ដើមយកប្រភេទស្រូវទាំងអស់ហ្នឹងដាក់ចូលក្នុងម៉ាស៊ីនមួយទៀតម៉ាស៊ីននៅខាងនេះគេហៅម៉ាស៊ីនបកសបកណាគាត់ដាក់ចូលក្នុងហ្នឹងទៅបានបកសបកអង្គរបស់យើងហ្នឹងគឺធ្លាក់ចូលប្រពន្ធនេះបន្ទាប់មកទៀតកាមគឺបាញ់ចូលទៅខាងនោះនេះបងប្អូនឃើញកាមហើយកាមហ្នឹងគឺគាត់ទុកសម្រាប់ដុតនេះគាត់ដាក់កាមដាក់ចូលប្រពន្ធគាត់ទុកសម្រាប់ដុតដាក់ចូលទៅក្នុងម៉ាស៊ីនរបស់គាត់ហ្នឹងហើយសម្រាប់អង្គវិញគាត់មិនមែនយកទៅបុកដៃទេគឺគាត់យកមកដាក់ម៉ាស៊ីនរបស់គាត់នេះដែលមាន3គ្រឿងនេះមិញគាត់កិនអស់មួយសាហើយគាត់នៅតែមួយគ្រឿងឯងកំពុងវិលណានេះអង្គដែលគាត់បកហើយពីហ្នឹងគាត់យកមកចាក់ចូលឥឡូវបងគាត់ចាប់ផ្ដើមបកសបកទៀតហើយគាត់ដាក់ចូលចឹងទៅប្រភេទដែលបកហើយហ្នឹងគឺវាចូលមកក្នុងកធុននេះគឺហូរច្បាច់ណានៅនេះរៀងខ្លំតិចហើយបងប្អូនព្រោះថាប្រើទៅតែប្រភេទម៉ាស៊ីនទាំងអស់ហើយសិតតែប្រភេទម៉ូតូថ្មីចឹងហើយនៅពេលដែលចូលក្នុងម៉ាស៊ីនគឺគាត់ចាប់ដើមបិទអាទះរបស់វាហ្នឹងម្ដងតិចឲ្យវាធ្លាក់ចូលតំទី1កន្លែងនេះលូកដៃគៀបអត់បានទេណាលូកដៃគៀបអាចគៀបដៃទៅចូលដៃតិចអត់មានសល់ទេអញ្ចឹងវាគៀបតំទី1ហើយវាធ្លាក់ចូលមកតំទៀតគៀបតំទី2ក្រោយពីគៀបតំទី2ហើយធ្លាក់ចូលមួយទៀតគឺគៀបតំទី3អាហ្នឹងចេញជាអំបុកហើយនេះវាជ្រែកបំផុតនៅខាងក្រៅមកអាហ្នឹងគាត់ឡើងទៅប៉ែតទៅជាអំបុកហើយក្រោយពីគាត់ទទួលបានអំបុកប្រភេទហ្នឹងហើយគាត់ដាក់ចូលម៉ាស៊ីនរែងរបស់គាត់នេះគាត់យកអំបុកទាំងអស់ហ្នឹងយកមកដាក់ចូលហ្នឹងមកគាត់រែងហ្នឹងដើម្បីអីដើម្បីមកផ្នែកទៅជាអំបុកដែលធ្វើឲ្យសម្រាប់នៅខាងនេះហើយអានេះដែលធ្លាក់ចូលមកខាងនេះហ្នឹងអាហ្នឹងគឺជាប្រភេទក្បាលកាមជាមួយនឹងចុងអំបុកដែលផ្សំចូលគ្នាហ្នឹងគឺបានជាកន្ទក់បាទអញ្ចឹងបានជាកន្ទក់គឺគាត់អាចលក់បានដូចគ្នាសម្រាប់អំបុកនេះគាត់លក់មួយបេ150000ហើយដល់ពេលកន្ទក់គាត់លក់ដូចជា1គីឡូ700-800គាត់ដាក់ចូលបេនេះណាបងប្អូនអញ្ចឹងមើលទៅទំហំខ្លាំងមែនទេអ៊ំគាត់ជាម្ចាស់ហើយគាត់ដើរតាមមើលខ្ញុំរហូតនេះឥឡូវបងស្រីគាត់កំពុងកើបអំបុកដាក់ចូលហើយអំបុកគាត់មើលទៅស្អាតខ្លាំងតែបងសុំមើលមកតិចមើលសុំមើលនេះមើលណែឡើងខ្លាឆ្វងហ្មងអានេះសិតតែអង្គអីគេបងប្រភេទស្រូវអីគេបាទស្រូវដួលមានអីទៀតទេមានប្រភេទមានម្លិះមានដួលអូប្រើសិតតែស្រូវខ្មែរមកណាបាទមកដល់ហ្នឹងឡើងឈ្ងុយហ្មងណាបងប្អូនបាទមកបេបងលក់ប៉ុន្មានបងបាទមានតាមប្រភេទអង្គប្រភេទស្រូវបាទហើយដល់ពេលកង្ហាលរបស់គាត់នេះនៅពេលដែលបុកធ្លាក់មកកង្ហាលនោះវាបក់ទៅបក់អាប្រភេទដែលកតិចនោះវាទៅចោលនៅខាងនោះអញ្ចឹងអាល្អហ្នឹងគឺវាធ្លាក់មកខាងនេះនិយាយទៅកន្លែងបុករបស់គាត់នេះគឺប្រើម៉ាស៊ីនមកជុំពីដើមរហូតតតែហើយហ្នឹងគឺប្រើម៉ាស៊ីនទាំងអស់បញ្ហាខ្លាំងជាងគេហត់ជាងគេគឺក្តៅព្រោះថាឡរបស់គាត់នោះដូចបងប្អូនឃើញអញ្ចឹងមកជួហ្នឹងគឺបិទភ្លើងជាប់រហូតហើយក្រោយទៅពីហ្នឹងមកផ្នែកម៉ាស៊ីនរបស់គាត់គឺដំណើរការជាប់រហូតទេឥឡូវចាប់ដើមដំណើរការម្ដង3គ្រឿងហើយបងប្អូនមើលមិញឃើញតែ1គ្រឿងឥឡូវចាប់ដើមដំណើរការម្ដង3គ្រឿងហើយនេះមើលទៅលយខ្លាំងមែនទេចង់បានប្រហែលគីឡូក៏បានដែរអរគុណសម្រាប់ការតាមដានទស្សនាហើយក៏សូមអរគុណដល់ផលិតផលទឹកយិនសិនម៉ាក់អ៊ីបងប្អូនមានបញ្ហាសុខភាពឈឺឆ្អឹងឆ្អែងឬក៏ទល់លាមកឆ្អល់ពោះអីហ្នឹងគឺទឹកយិនសិនម៉ាក់អ៊ីអាចជួយបានតម្លៃគឺសមរម្យខ្លាំងមែនទែនត្រឹមតែ$21ទេក្នុងមួយឈុតតូចអាចស្វែងរកបានតាមរយៈប៉ាម៉ាស៊ីឬក៏ដំណើរចែកចាយឬក៏មួយទៀតតាមរយៈ page EE Black 9ដែលមានសញ្ញា Tick ពណ៌ Q ជាសម្គាល់សូមអរគុណសូមជម្រាបលា